Ok, trong nơi không video nó dương mơ bị trong nơi mua nếp song lấy cử tạ tông tờ nâng temperature. Ok, trong temperature đại nơi chịp sắc mà dẫn cử dương dây thả sẽ tồn hạt hiệp chẳng hạn. Trong nơi không ca này dây bị sẽ tồn hạt hiệp cử miền bị môi trường nốt là lạnh ní. Hỏi phía trán dương tay đăng ta cold and hot chẳng hạn. Cái đại hơi nâng tự chạy nó cứ sẽ tồn hạt hiệp vậy. Và tay nơi cho lọc cold and hot nó cứ về miền việc môi trường nốt tiết đại dương ai pra bàn đại hồi tập bị hot tới nó cứ về miền ấy tiết cái dương mơ nó không video này ngay cái chẳng dương mơ nó không trong loại đằng to này hồi bị chết lại ní đái việc này cứ phía trán cứ miền ca an buồn pram chieng chẳng nè và đái không ca án cứ dương án ta temperature cái temperature tập bay chieng thì cái tập bay syllable thì nó cứ thâm mũi hay là ní cứ dương án tập bread cứ dương án tập bread cho tại một đòn hay bàn chờ chẳng là trong with 3 syllablesสำหรับเปลี่ยน temperature นั่นโอเคchẳng dương mơ เปลี่ยนแต่dương ai pra จมูกផ្នែកខុសគ្នាប្រភេទខុសគ្នានៃ temperature ហ្នឹងអូខេគឺយើងមើលពីកន្លែងនេះមុនអូខេនៅចំកណ្ដាលនេះគឺមាន not very warm គេ not very warm ហ្នឹងគឺវាមិនក្តៅហើយក៏មិនត្រជាក់ដែរអូខេឬក៏យើងអាចប្រើពាក្យ cool ចឹងណា cool អាហ្នឹងគេហៅថា cool អាហ្នឹងគឺត្រជាក់ល្មមហើយក៏មិនក្តៅដែរចឹងណាអូខេចឹងបន្ទាប់ពី not very warm ឬក៏ cool ហ្នឹងហើយគឺយើងមើលទៅលើគឺវាទៅជា warm ចឹងណា warm គេមានក្តៅល្មមអា warm ហ្នឹងអូខេបន្ទាប់ពី warm មកគឺវា hot អូខេ hot វាក្តៅហើយប៉ុន្តែវាមិនទាន់លក្ខណៈខ្លាំងទេអាហ្នឹងគឺក្តៅមកយើងអាចទ្រាំបានអញ្ចឹងទៅអូខេប៉ុន្តែបើក្តៅខ្លាំងគឺវាចូលទៅដល់ boiling គេ boiling អញ្ចឹងណាអញ្ចឹងយើងប្រើពាក្យ boiling ដើម្បី describe the temperature that is very hot ក្តៅមែនតើណានេះ very hot គឺ boiling ចឹងឯងខ្មែរយើងអាចថាពុះហ្នឹងក្តៅដល់កម្រិតពុះហ្នឹងអូខេអញ្ចឹងគឺយើងប្រើ boiling ចឹងឯងអូខេហើយយើងមើលទៅផ្នែកខាងក្រោមវិញអូខេបន្ទាប់ពី not very warm គឺយើងទៅដល់ cold អូខេដែល cold ហ្នឹងគឺត្រជាក់មកយើងអាចទ្រាំបានអញ្ចឹងទៅហ្នឹង cold ឬក៏គេអាចប្រើពាក្យ chilly ក៏បានដែរ chilly ឬ cold គេត្រជាក់ល្មមហើយចំពោះត្រជាក់មែនតើអូខេ very cold គឺយើងអាចប្រើពាក្យ freezing អញ្ចឹងណាចា freezing ហ្នឹងគឺត្រជាក់រហូតដល់កកហើយអាហ្នឹងណា freezing ហ្នឹងអូខេអញ្ចឹងវាស្មើគ្នាទៅនឹង very cold អញ្ចឹងឯងអញ្ចឹងនៅក្នុងការប្រើពាក្យដើម្បីនិយាយអំពី temperature គឺយើងប្រើទាំង6ពាក្យហ្នឹងឯងអូខេគឺ freezing cold ឬក៏ chilly not very warm ឬក៏ cool warm hot ហើយនឹង boiling គេ boiling ចឹងឯងហើយបញ្ជាក់ដែរឡើយនេះអា cool ហ្នឹងហើយនឹងអា cold ហ្នឹងគឺសំឡេងវាខុសគ្នាគេអត់ដូចគ្នាទេចា៎គេយើងអានថា cool ចឹងឯងចំណែកនេះគឺ cold គេហ្នឹងគឺយើងចំណាំពីការបញ្ចេញសំឡេងរវាងពាក្យពីរហ្នឹងណាអូខេយើងមើលកន្លែងនេះគឺតកតងទៅនឹង language help គេឲ្យយើងចំណាំតកតងទៅនឹងការប្រើប្រាស់ពាក្យ cool ហើយពាក្យ mild អូខេអញ្ចឹងគេថា cool can either mean slightly cold in a negative way អូខេពេលខ្លះពាក្យថា cool ហ្នឹងគឺសំដៅទៅលើការដែលត្រជាក់តិចប៉ុន្តែវានៅក្នុងនៃអវិជ្ជមានយើងអត់ចូលចិត្តរបៀបត្រជាក់បែបហ្នឹងទេអញ្ចឹងហ្នឹង slightly cold in a negative way គេដូចជាឧទាហរណ៍គេនិយាយថា we had a cool summer អញ្ចឹងណា we had a cool summer យើងមានរដូវក្តៅមួយដែលវាមិនសូវក្តៅទេវាត្រជាក់តិចអញ្ចឹងណាអាហ្នឹងវាអត់ល្អទេគេអត់ចូលចិត្តបែបហ្នឹងអញ្ចឹងណាអាហ្នឹងគឺ slightly negative way ឬក៏ slightly cold in a pleasant way អូខេអញ្ចឹងន័យរបស់វានៅពេលខ្លះគឺយើងប្រើវាដើម្បីនិយាយអំពីត្រជាក់តិចប៉ុន្តែន័យវាអវិជ្ជមានឬក៏ត្រជាក់តិចដែរប៉ុន្តែន័យវាទៅជាវិជ្ជមានវិញអញ្ចឹងណាអាហ្នឹងគឺអាស្រ័យទៅលើ context ដែលយើងប្រើអូខេអញ្ចឹងឧទាហរណ៍ថា the water in the pool was lovely and cool អញ្ចឹង the water in the pool was lovely and cool ទឹកនៅក្នុងអាងហ្នឹងគឺថ្
ខ្លាល្អហើយត្រជាក់អញ្ចឹងណាអញ្ចឹងត្រជាក់ឡើយហ្នឹងគឺត្រជាក់ក្នុងន័យល្អអូខេគឺន័យ positive អូខេឬក៏យើងអាចនិយាយថា a pleasant way អូខេ in a pleasant way អញ្ចឹងឯងហើយបញ្ជាក់ផងដែរអាពាក្យ cool ហ្នឹងបើសិនជាយើងនិយាយអំពីមនុស្សវិញអូខេវាស្មើទៅនឹង handsome ដែរអញ្ចឹងណា he is cool មែនគាត់ហ្នឹង handsome អញ្ចឹងអាហ្នឹងគឺក្រៅពី temperature